សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺជាថ្ងៃភ្ជាប់ពាក្យក្មួយស្រីខ្ញុំនៅកំពង់ធំអញ្ចឹងក្រុមគ្រួសាររបស់ខ្ញុំបានធ្វើដំណើរពីប៉ោយប៉ែតឆ្ពោះទៅរកខេត្តកំពង់ធំក៏ប៉ុន្តែរវាងដែលយើងជិះទៅហ្នឹងគឺដល់ខេត្តមួយដែលខ្ញុំស្រឡាញ់ពេញចិត្តហ្នឹងគឺខេត្តសៀមរាបឆ្លងកាត់ខេត្តសៀមរាបហើយមិនបានចូលអង្គរវត្តទេតែក៏ចូលប្រាសាទបាគងនេះគឺតាមផ្លូវចូលទៅពុកម៉ែបងប្អូននិយាយទៅគ្រួសារខ្ញុំគឺជាគ្រួសារក្រឹកក្រែងពុកម៉ែបងប្អូនទៅណានេះគឺអត់ចោះអត់ចែមកទាំងវងហ្មងជាពីថាខ្ញុំឆ្ងល់កន្លែងប្រាសាទហេតុអីបានអង្គបរោះយើងគាត់ប្រកាយយ៉ាងនេះមានដើមឈើតិចលហឹមលហៃមើលទៅអូយនិយាយទៅស្រស់ស្រាយហ្មងសម្រាប់អ្នកដែលមានរឿងមិនសប្បាយចិត្តឬអីយ៉ាង stress អញ្ចឹងទៅនិយាយទៅគឺ happy បណ្ដោយបងប្អូនគឺស្រស់ស្រាយតែម្ដងចាហើយមើលថ្មនិយាយពីថ្មនិយាយពីម្ដុំមកគឺនៅតែមានចម្ងល់នឹងដោយសារខ្ញុំនឹងមិនបានរៀនប្រវត្តិសាស្ត្រចឹងខ្ញុំចេះឆ្ងល់រហូតថាបំពាក់បរោះយើងគាត់ប្រកែមែនទេណាអានេះផ្លូវចូលទៅតែងតែមានអាងទឹកនៅគៀនជុំវិញរហូតហ្មងបំពាក់បរោះគាត់បំពាក់បរោះយើងណាគាត់ប្រកែខ្លាំងមែនទេនេះផ្លូវចូលទៅពុកម៉ែបងប្អូនឃើញមើលទៅដូចទូចទេតែនិយាយពីថាស្អាតហើយមើលទៅដូចអត់ខ្ពស់តែពេលឡើងទៅអូយស្រីវឆ្អឹងខ្នងដែរខ្ពស់គួរសមចាឥឡូវទៅដាក់ចូលបច្ច័យបនរួចហើយយើងក៏ដើរមកតាមផ្លូវហ្នឹងដើម្បីឡើងទៅខាងលើបងប្អូនកុំតែមានការចម្ងល់ជាខ្លាំងថាហេតុអីបានថ្មស្អាតម្ល៉េះហើយមិនដឹងថាមានអាយុប៉ុន្មានរយឆ្នាំឬក៏ប៉ុន្មានពាន់ឆ្នាំយើងក៏ដឹងដែរកុំតែដឹងតែថាស្អាតហើយរឹងមាំមែនទេទៅបាន2ដងហើយពុកម៉ែបងប្អូនកុំតែអត់ដែរធុញសោះហ្មងខេត្តសៀមរាបនេះគឺទៅពេលណាគឺនិយាយទៅលបឿនឡានលបឿនម៉ូតូគឺបថយរហូតឲ្យទៅដល់ខេត្តហ្នឹងអូយមកកូនបើខ្ញុំក្រុមគ្រួសារខ្ញុំជាក្រុមគ្រួសារធំដែលអត់សូវធ្វើដំណើរទៅណាទេដោយសារធ្វើដំណើរទៅដោយបងប្អូនបានឃើញអញ្ចឹងឃើញទេអាចកអាចែមរឹងមេតរមាក់ច្រើនមែនទេឡានមួយដាក់មិនចង់អស់ទេចាពុកម៉ែបងប្អូនតឡានធំណាអស់កូនពៅខ្ញុំចាប់ពីដើមដោះស្បែកជើងហើយគាត់ថាគាត់ដើរលើថ្មហ្នឹងតិចជើងស្រួលខាងក៏ពិតមិនមែនទេពុកម៉ែបងប្អូនដោយសារគាត់អត់ជួយចិត្តពាក់ជើងធម្មតាឃើញកាមេរ៉ាគាត់រត់ណាតែគាត់នេះគាត់អត់រត់ទេឃើញឯពុកម៉ែបងប្អូននិយាយពីស្អាតអូយស្អាតថ្មមិនទូចណាធំណាហើយខ្ញុំអង្គុយឆ្ងល់ថាអត់ដូចថ្មបច្ចុប្បន្នណាថ្មហ្នឹងដឹងធ្វើមកពីស្អីទេកាន់តែយូរឆ្នាំកាន់តែច្រើនឆ្នាំកាន់តែលលោងកាន់តែរឹងមាំល្អគាត់រត់លេងគាត់សប្បាយរត់លេងកូនខ្ញុំឃើញពុកម៉ែបងប្អូននិយាយពីថ្មឡើងខ្មៅតែច្រឡំមានស្លែមានអីអត់មានទេពុកម៉ែបងប្អូនអត់មានស្លែមានអីទេទៅអង្គុយលើទៅគឺតិចលហឹមហ្មងហើយអត់ល្អអត់អីទេបន្ទាប់មកយើងក៏ដើរមកអ្នកម្ដាយខ្ញុំគាត់រំភើបណាតាមពិតទៅអ្នកម្ដាយខ្ញុំគាត់ចង់ឃើញកោវត្តតែនៅឃើញថាផ្លូវទៅពេលទៅកំពង់ធំហ្នឹងក៏បានចូលទេចាំមកវិញចាំចូលសរុបទៅអ្នកម្ដាយខ្ញុំគាត់អត់មានបន់ទេគាត់អត់បានជួបអង្គរវត្តទេគាត់ថាចាំសាសក្រោយទៅកូនឥឡូវថតរូបឲ្យម៉ែតិចមកកូនថតរូបរួចហើយក្មេងៗគាត់ក៏រញ៉េរញ៉ៃទៅតាមភាសាក្មេងគាត់ទៅលេងប៉ាក់ជើងឡើងហ្នឹងម្នាក់ម្ដាយខ្ញុំឃើញអញ្ចឹងគាត់រឹងមាំណាគាត់ឡើងតែចោតណាពុកម៉ែបងប្អូនមានរំចោតហ្មងណាឡើងហើយខ្ញុំសិតតែត្រៀនយកដៃត្រៀនអាក្មួយកំហូចរបស់ខ្ញុំឃើញស្អាតមែនទេពុកម៉ែបងប្អូននិយាយទៅក្តៅបណ្ណាក៏អត់ក្តៅលេងអីអស់លេងយើងកន្លែងតាជ្រក់នឹងវងវែងនឹងសម្រស់ Say hello នឹងណាគេដែរហើយគាត់បកកែធ្វើដូចមតនៈអញ្ចឹងណាមតនៈអញ្ចឹងឲ្យយើងដើរជុំវិញមើលទេសភាពអញ្ចឹងណា
ឃើញក្មួយខ្ញុំនិយាយថាថតរូបឲ្យតិចមើលថតឲ្យឃើញធម្មជាតិអីថតឃើញខ្លោងទ្វារចូលអីណាតែមានណាកាមេរ៉ាមែនថតវីដេអូឃើញស្អាតមែនទែនឲ្យមើលសត្វតោសត្វអីមិននៅនេះជាន់ទី2ហ្នឹងនេះជាន់ទី2ដល់វគ្គហៅចောက်អចាមអ្នកម្ដាយថតរូបបង្ខំឲ្យថតតើនេះថតមួយម៉ាតែតម្រាំទៅហៅថតចង់ប្រហែលនាទីដែរដល់ប្រហែលជុំគ្នាថតរូបរួចហើយថតរូបរួចហើយបន្តដំណើរទៅជន់លើគេបង្អស់ទៀតនិយាយទៅយើងមើលឃើញដូចទៀបដូចទូធម្មតាតែឡើងទៅអាយយទៅដល់ជន់លើបងប្អូនហើយហត់ដែរនេះកន្លែងទៅនេះខ្ញុំស្មានតែខ្ញុំប្រងទៅអុជធូបបូជានៅខាងក្នុងនឹងស្មានតែគេមានកន្លែងបូជាតាមពិតចូលទៅដូចដងអញ្ចឹងដូចរងដងអញ្ចឹងហើយវាជាអ្វីដែលខ្ញុំខ្លាចពេលឃើញអញ្ចឹងទៅអាយ៉ែថយក្រោយវិញនឹងលឿនហ្មងខ្លាចក្មេងៗធ្លាក់ចូលទៅក្នុងនឹងផងអុជធូបសឹកបូជារួចហើយសុំសេចក្តីសុខសេចក្តីចម្រើនរួចហើយយើងក៏ចេញមកមើលឃើញទេសភាពឯបងប្អូនអានឹងក្នុងកាមេរ៉ាប៉ុណ្ណឹងបើសិនពិតវិញគឺអូយពិបាកនិយាយហ្មងដូចសបនិមិត្តអញ្ចឹងណាស្អាតបាទសឹងតែមិនគួរឲ្យជឿហើយខាងនេះរៀងក្តៅទៅខាងហ្នឹងមិនលុបវិញអង្គុយឡើងចង់1ម៉ោងខ្ញុំអង្គុយមើលនឹងឯងដូចអស់ចិត្តទេឆ្ងល់គ្រប់រឿងឆ្ងល់គ្រប់យ៉ាងឥឡូវយើងសម្រេចចិត្តហៅកាមេរ៉ាមែនមកថតរូបឲ្យយើងតែជាក់ស្ដែងគេថតកាមេរ៉ាទេហើយអត់ចិត្តទេឃើញកាយពូកាយគាត់នៅទៅហ្នឹងក៏ទៅសួរគាត់ទៅសួរសុខទុក្ខគាត់ថាមានអ្នកទេសចរមានអីអត់អីចឹងខ្លាចគេទៅខាងគោវត្តអីចឹងខាងប្រាសាទបកងយើងអីគេមកអត់ចឹងគាត់ថាមកតែមិនទាន់មកពេលនេះទេមកថ្ងៃតិចគាត់ថាអត់ទេបានហាដែរខ្ញុំក៏សប្បាយចិត្តទៅឮអញ្ចឹងខ្លាចដូចថានេះក៏ជាកន្លែងបុរាណមួយប្រាសាទមួយដែលស្រស់ស្អាតមិនចាញ់អង្គរវត្តយើងដែរអញ្ចឹងណាបងក្រមុំខ្ញុំធំចិត្តប្រពន្ធម៉ាក់ហើយនេះកម្មចរាចុះទៅវិញមើលស្អាតខ្ញុំមកឆ្ងល់រឿងសត្វតោរឿងអីនឹងទៀតតោមិនតោទូចណាលោកអើយតោថ្មប៉ុណ្ណានេះហេតុអីបានទៅនៅលើនឹងចេះឆ្ងល់គ្រប់រឿងណាដោយសារយើងអត់បានរៀនប្រវត្តិសាស្ត្រមកអញ្ចឹងយើងមិនសូវដឹងរឿងទេឥឡូវខ្ញុំសូមបញ្ចប់វីដេអូត្រឹមនឹងចាប់ពុកម៉ែបងប្អូនទាំងអស់គ្នាចាបើសិនបានដើរកំសាន្តពេលណាចាំថតវីដេអូឲ្យមើលម្ដងទៀតចាជម្រាបលាបាយបាយ